ខ្ញុំនឹងបោកមិនរំការងារខ្ញុំញុកចូលក្នុងនេះហ្មងអញ្ចឹងដើម្បីញុកគាត់ចូលទៅក្នុងកង់3បានយើងត្រូវយកកង់3មកមុខសិនបោកក្លុបកង់3ហ្នឹងនិយាយពីថាក្លុបកង់3ហ្នឹងធំទូលាយស្រួលដាក់អីវ៉ាន់ហ្មងអញ្ចឹងមួយថ្ងៃហ្នឹងចង់សាក់ដាក់មនុស្សម្ដងមើលពេលហ្នឹងគាត់កំពុងជួតកង់3ខ្ញុំក៏ហៅបងម្នាក់តិចមើលពេលហ្នឹងខ្ញុំក៏សួរគាត់ថាបងមួយថ្ងៃអាចចូលកង់3នេះចុះមានណាពេលហ្នឹងគាត់អត់ព្រមចូលលេងតែទោះតែប្រាប់គាត់ថាថតឲ្យភ្ញៀវមើលបន្តិចទេពេលហ្នឹងមិនគាត់ព្រមចូលអីយ៉ាតែប៉ុណ្ណេះខ្លាធ្លាក់ចូលដៃក្តានឯតានេះតែបងប្អូនឃើញទេក្លុបយើងធំទូលាយហ្មងអញ្ចឹងយើងឲ្យគាត់សាក់ចូលសិនហើយចាំការទៀតគាត់ភ្លេចខ្លួនហើយបាច់ខំស្វែស្វាយប៉ុណ្នេះជាប់ហើយចាំអាកាសនេះយូរហើយអញ្ចឹងមិនត្រឹមតែយើងមានក្លុបធំទេតែយើងនៅមានកន្លែងដាក់អីវ៉ាន់ច្រើនទៀតយើងនៅមានកន្ត្រកមួយនៅផ្នែកខាងក្រោយហើយមួយទៀតនៅផ្នែកខាងមុខឃើញទេសបោកន្លែងដាក់អញ្ចឹងហើយអានេះប្រាំងដៃទាំងសងខាងហើយមានប្រាំងជើងទៀតនិយាយពីពណ៌មានពណ៌ស្វាយពណ៌ឈាមជ្រូកហើយនឹងពណ៌ទឹកសណ្ដែកសាក់ថ្មមកពេញអាចជិះបានចម្ងាយពី50ទៅ60គីឡូបងប្អូនហើយពីលើនោះមានការធានារហូតដល់1ឆ្នាំទៅលើម៉ូទ័រនិងអាគុយចំនិយាយដូចផ្លេចបងនោះនៅក្នុងនោះចាក់សោមកសន្ទុះហ្នឹងនេះតែដូចស្ងាត់ឆឹងហើយមិនចាក់អត់ចាញ់ចឹងហេមិញបើកស្រួលសងអីហ្នឹងឯងបងមកជួយបើកខ្ញុំបន្តិចមើលអត់យល់បងឯងមើលមិញបើកចេញសោះថៃមានកាយមែនចានេះបងជាប់មនុស្សនៅក្នុងនេះមនុស្សទួយហាមិនទៅចូលនៅក្នុងហ្នឹងវិញមើលខ្ញុំសាក់បើកវិញមើលណាមនុស្សមិញខ្ញុំយកគាត់ចូលក្នុងនេះចុះបាត់ទៅណាហើយថៃគាត់មកឯងនៅក្នុងនេះតើបើយើងដាក់ខ្ញុំទុកចោលក្នុងហ្នឹងឃើញទេគេតែប្រើប្រាស់យើងហើយគេទុកយើងចោលអញ្ចឹង